បាទជំរាបសួរពុកម៉ែបងប្អូនចឹងនេះជាទស្សនវិជ្ជាមួយដែលមានអាយុកាលមួយឆ្នាំជាងទៅហើយពុកម៉ែបងប្អូនប៉ុន្តែនៅក្រោមការគ្រប់គ្រងនិងថែផ្ទះដោយខ្ញុំបាទផ្ទាល់ជាអ្នកបច្ចេកទេសរៀបចំពីដើមរហូតទៅដល់ចប់បាទនេះជារូបភាពខ្លះៗបន្ទាប់ពីយើងរៀបចំបុកគ្រឹះបាទនឹងធ្វើផ្ទះថ្មីហើយការងារខ្លះគឺយើងធ្វើដោយផ្ទាល់បាទនិយាយទៅគឺសំខាន់ជាងគេនៅពេលដែលយើងទៅចាប់ព័ន្ធបច្ចេកទេសសម្លេងតិចកម្មបាទបច្ចេកទេសចាប់ឈើបាទហើយតម្រាំទៅបានរូបភាពបែបនេះបាទគឺត្រូវការប្រយ័ត្នពេលជាច្រើនខែបាទហើយនេះជាសកម្មភាពខ្លះៗដែលយើងចាប់ឈើយើងថតជាវីដេអូទុកគ្រាន់បង្ហោះទុកជូនពុកម៉ែបងប្អូនមើលបាទយើងនឹងបង្ហាញពីលទ្ធផលនៃការមើលថែនៃការទទួលផលពីសត្វតិចកម្មបាទដូចជាសត្វច្រើនហើយវីដេអូនេះគឺនៅពេលដែលយើងតេស្តបាទនៅពេលហ្នឹងគឺអត់ទាន់ចាប់សម្លេងអីទេយើងគ្រាន់តែចាប់តេស្តសម្លេងពីតំបន់ហ្នឹងតើសត្វចូលចិត្តប្រភេទសម្លេងបែបណាណាពុកម៉ែបងប្អូនហើយការមើលថែគឺពេលខ្លះលយទឹកពុកម៉ែបងប្អូនលយទឹកទៅមើលថែផ្ទះតិចកម្មអូខេហើយវីដេអូមួយនេះគឺនៅពេលដែលយើងបើកដំណើរការបានមួយឆ្នាំជាងពុកម៉ែបងប្អូនសត្វច្រើនខ្លាំងមែនតើហើយបញ្ជាក់ពុកម៉ែបងប្អូនថាទីតាំងមួយនេះនិយាយទៅវានៅក្នុងទឹកដីអរិយសត្វពុកម៉ែបងប្អូនអ្នកចិញ្ចឹមផ្ទះតិចកម្មឬក៏អ្នកបច្ចេកទេសតិចកម្មគឺគាត់ឮថាទឹកដីអរិយសត្វគឺមិនមែនធម្មតាទៅហើយជាទឹកដីមួយដែលមើលទៅអំណោយផលខ្លាំងមែនតើសម្រាប់តិចកម្មប៉ុន្តែដល់ពេលដែលយើងធ្វើគឺខុសពីការគិតខ្លាំងមែនតើព្រោះទីតាំងហ្នឹងมันអំណោយផលទេដោយសារតែ